យត្រូវមួយបាន10000ឆ្លើយត្រូវ2ឡើង30000ឆ្លើយត្រូវ3បាន50000ហើយឲ្យវាត្រូវការដកលុយទៅវិញទេឆ្លើយខំមានដកលុយណាអត់ដល់ឆ្លើយត្រូវឡើងលុយរហូតចូលឆ្លើយអ្នកមាននេះសួរតែ3សំណួរអីអូខេតាក់តងកុំព្យូទ័រនេះគ្នាឆ្លើយត្រូវយកលុយទៅផ្ទះចុះអូខេសំណួរទី1តើពាក្យពេញរបស់ CPU គឺអានថាម៉េចសំណួរនេះគេ report ផ្លេចបានទេជឿសំណួរគេគិតដល់អ្នកឆ្លើយនៅឆ្លើយបានអត់នេះយើងឆ្លើយបានអត់យើងត្រឹមប្រឡង diploma ណាដាក់វិញ្ញាសាមកប្រឡងថ្នាក់ជាតិបែរណាទៅដឹង CPU ពាក្យពេញស្អីគេសួរអ្នកលក់កុំព្យូទ័រដែរឥឡូវទៅសួរបងគាត់ហេតិចទៀតអ្នកទៅសួរគាត់ CPU សំណួរនេះអត់មានត្រូវការដកលុយយកទៅវិញទេឲ្យលុយឆៅហ្មង Computer power unstable អ្នកធ្វើ CPU Intel is watching មួយ Ryzen ឥឡូវឆ្លាតចេញតែសំណួរហ្នឹងទៅសួរដល់អ្នកលក់កុំព្យូទ័រគេឆ្លាតចេញឥឡូវទៅសំណួរទី2តែខ្ញុំសួរលឺទៅយ៉ាត់បងគាត់លឺចាំគាត់មួយបងគាត់នេះលេងខ້ອຍអ្នកចាំស្ដាប់ចម្លើយហើយឆៃកូតាមក្រោយបងជួយកាន់ទូរស័ព្ទគាត់តិចកុំឲ្យគាត់ឆៃកូឥឡូវយើងសួរសັບភាសាខ្លះគាត់លឺសំណួរទី2តើពាក្យពេញរបស់ RAM ជាពាក្យអ្វីនោះនេះរៀបមកចង់ឲ្យលុយអ្នកសួរមកនិយាយមែនពាក្យ RAM ហ្នឹងគឺវាស្រួលជាងគេហ្មង RAM គឺ Rise Amount Memory អត់អីត្រូវចង់អស់និយាយមែនត្រូវចង់អស់ហ្នឹងហើយត្រូវចិត្តអស់ចិត្តអស់ហួរឥឡូវមួយចង់ក្រោយអស់ណាគេយកខ្ញុំបាន10000ទេហេតែមែនឲ្យ5000ទេឥឡូវយើងបាញ់នេះគេតាំងហ្នឹងមិនកើតឥឡូវដាក់ទិសទៅយើង memory ឥឡូវត្រូវ memory បាន5000អេអត់ទេបានឥឡូវចង់ក្រោយអូខេពាក្យពេញរបស់ GPU GPU ខ្ញុំអាចដឹងជាមួយអា G ហ្នឹងដាក់កណ្ដាស់ពេញហើយ P ហ្នឹងខ្ញុំចាំថា processor ខ្ញុំឲ្យឆ្លើយ13ហ្នឹងមែនខ្ញុំឲ្យឆ្លើយ13ហ្មងអូយខ្ញុំឃើញហើយ Graphic Personal United United អត់ស្មត់មែនឆ្លើយមួយបណ្ដាឆ្លើយមួយទៀតឆ្លើយទៅឥឡូវកុំឲ្យថាឆ្លើយចេញអាពាក្យទី1ហ្នឹងត្រូវហើយអាពាក្យទី3ហ្នឹងក៏ត្រូវដែរតែអត់មាន D ទេចុះអាពាក្យទី2 processor ខ្ញុំអត់ត្រូវទេឥឡូវអា processor ខ្ញុំដូរទៅ processing វិញ Graphic Processing Unit ហើយថៃហើយគិតតែខ្លួនឯងឆ្លើយត្រូវមែនត្រូវហ្នឹងហើយចាឥឡូវសុំ20000មកលួយក្រោយយ៉ាងហើយតែក៏បាន10000ឃើញខ្ញុំខ្លាក់អត់អូខ្លាក់គេខ្ញុំប្រាប់មិនចង់ឲ្យហ្នឹង10000លុយសុទ្ធបានតែសួរគាត់មកបន្ទាប់ពីយើងសួរ iFrog ហើយឥឡូវនេះយើងនឹងធ្វើការទៅសួរជាមួយនឹងស្ថាបនិក Core i7 ជំនាន់ទី1តាណាអត់ជំនាន់ទី1ហេលឺ Core i3 ជំនាន់ទី4ឬមួយក៏ Core i7 ជំនាន់ទី1ឥឡូវគេប្រើដល់ Core Ultra 9ហ្នឹងយ៉ាង Ultra 9 ហើយឥឡូវសួរអ្នកនរគ្នាមើល Core i3 ជំនាន់ទី4និង Core i7 ជំនាន់ទី1ហ្នឹងគាត់មានមិនជំនាន់ទី1មែនតែខ្លាំងជំនាន់ទី1ខ្លាំងតែដល់លឿនជាងការជំនាន់វាហ្នឹងវាបានកន្លែងមកការនោះជាម៉ានផ្លេចទៀត300ជាងហ្នឹង300ជាងទៅឥឡូវសួរគាត់ដោយសាររៀបកុំព្យូទ័រតាំងជំនាន់អងលើតែសួរអត់បានលុយដោយសារបើកហាងប៉ុណ្ណានេះមិនបាច់ឲ្យលុយគ្រាន់ចង់តែចំណេះដឹងមើលឥឡូវបញ្ជាក់មួយវា PC ជំនាន់ហ្នឹងគឺថ្លៃពេលខ្ញុំចេញមកវាទៅគឺខ្ញុំចាប់តម្លៃមួយហាងឆេច្បាស់លាស់ទៅធ្វើឲ្យតម្លៃកុំព្យូទ័រមានស្ថិរភាពវា PC ចាប់ពីថ្ងៃហ្នឹងរហូតដល់ឥឡូវហ្នឹងគឺជាង10ឆ្នាំហើយចុំនិយាយបកស្រាយលុយនិយាយចុំអញ្ចឹងមែនណាការពិតអញ្ចឹងមែនបាន God វា PC រហូតដល់ឥឡូវជំនាន់ហ្នឹង300ជាងធូរ300ជាងធូរថ្លៃអាចលេងហ្គេមបានអស់នៅលើលោកតោះសួរសំណួរយើងតើពាក្យពេញរបស់ CPU គឺជាពាក្យអ្វីខ្លះពាក្យពេញ CPU Yes អូចាប់ឲ្យមកជួយឆ្លើយផងចាប់ដល់ឆ្លើយចេញនេះរៀបកុំព្យូទ័រគ្រាន់តែ CPU រៀបប្រហែលជាដាក់ចូលនៅក្នុងកុំព្យូទ័រមិនក្រោម100,000 CPU ទេតែចុងក្រោយរាប់ឈ្មោះពេញ CPU រើមិនឃើញនិយាយរួម CPU GPU ហ្នឹងគឺមិនវែងអស់ច្រើនឥឡូវឆ្លើយមួយចោលឆ្លើយចេញទេភាសាចេះអូខេឥឡូវតទៅមួយទៀតគេហៅថាដំរីជើង4កុំមានភ្លាត់អ្នករៀបកុំព្យូទ័រចេះស្ទាត់កុំមានភ្លេចឥឡូវឆ្លើយចេញអត់ចេញទៅមួយទៀតអត់ចាញ់ទៅមួយទៀតឥឡូវចូលសំណួរទី2ពាក្យពេញរ៉ែតែលើកនេះគឺជាពាក្យពេញរបស់ RAM ទៀតហ៎ RAM ម្ដងសុំមកឆ្លើយអត់បានអត់សុំមកឆ្លើយចំខ្ញុំឃើញ RAM ដកណោតលុកទៅលុកមកខ្វេះទៅខ្វេះមកអត់ដឹង RAM ពាក្យពេញអីគេខ្ញុំឃើញយកដៃ search ទៅ RAM ចេះហើយដកណោតចេះបងប្អូនជួយ report ពេកគាត់ផងតែអ្នកលោកកុំព្យូទ័រដឹងឥឡូវពាក្យពេញម្ដងទៀតចុងក្រោយពាក្យពេញរបស់ GPU ពាក្យពេញឥឡូវសុំធ្វើវីដេអូបោះស្រាយបានអត់បានចាំខ្ញុំចេញវីដេអូហើយចេញធ្វើវីដេអូបោះស្រាយវីដេអូបោះស្រាយហ្មងតាថ្ងៃហ្នឹងសុំអត់ឆ្លើយសុំនិយាយពីអារម្មណ៍ពិតយកឲ្យគាត់និយាយអារម្មណ៍ពិតទេអូខេអ្នកគ្នាចង់ចាំឆ្លើយជំនួសគាត់ផងអញ្ចឹងសូម្បីតែគាត់អស់ PC game ក៏ឆ្លើយមិនចេញដែរដោយសារតែយើងធីម Core i7 ជំនាន់ទី1បាទនិយាយពី Mr. Hong God អស់ PC game នេះខ្ញុំគិតថាអ្នកគ្នាប្រហែលជាស្គាល់ច្រើនដែរអ្នកដែលគាត់ចូលចិត្តប្រើកុំព្យូទ័រអញ្ចឹងទៅហើយបើសម្រាប់ខ្ញុំមកគឺខ្ញុំសរសើរគាត់មែនតើព្រោះសារបើសាច់ខ្ញុំស្គាល់គាត់គឺស្គាល់10ឆ្នាំជាងហើយតាំងពីជំនាន់ Core i7 ជំនាន់ទី1អីអាហ្នឹងខ្ញុំនិយាយលេងទេអ្នកគ្នាប៉ុន្តែអ្នកតាមដែរហ្នឹងគឺប្រហែលដឹងហើយព្រោះសារគាត់តស៊ូមករៀងយូរដែរហើយសម្រាប់គាត់ក៏គាត់បាននិយាយហើយសម្រាប់ខ្ញុំក៏ខ្ញុំគិតដូចគ្នាដែរព្រោះសារគាត់ក៏ជាមួយផ្នែកដែរដែលធ្វើឲ្យជាមួយនឹងការបៀលកុំព្យូទ័រនៅស្រុកខ្មែរយើងហ្នឹងគឺបៀលនៅក្នុងតម្លៃមួយដែលធូរថ្លៃអញ្ចឹងសម្រាប់ខ្ញុំគឺអបអរសាទរសម្រាប់គាត់ខ្លាំងមែនតើ
ព្រោះសារតែឥឡូវនេះនៅ God of PC Game គឺបានធ្វើការ collab ពេញសិតយកតែម្ដងជាមួយនឹង brand របស់ MSI ហើយនេះក៏ជា MSI Concept Store លើកដំបូងគេបំផុតដូចគ្នាបាទនៅក្នុងប្រទេសកម្ពុជាយើងហ្មងអញ្ចឹងសម្រាប់ fan របស់ God of PC ក៏ដូចជាជាមួយនឹង fan របស់ MSI គឺអ្នកគ្នាអាចទៅការមកកន្លែងគាត់បានព្រោះសារអ្នកគ្នាបានដឹងអញ្ចឹងថាសម្រាប់ MSI គឺមានជាមួយនឹងឈ្មោះបោះសម្លេងគឺយូរណាស់ហើយគឺបើយើងគិតមើលទៅគឺរាប់ឆ្នាំហើយអ្នកគ្នាហើយសម្រាប់ component របស់គាត់គឺ powerful ខ្លាំងមែនទែនក៏ដូចជាជាមួយនឹងការធានាវិញគឺមានត្រឹមត្រូវចេញពីក្រុមហ៊ុនយកហ្មងហើយសម្រាប់ component ឬមកក៏ជាមួយនឹង laptop អីផ្សេងៗអ្នកគ្នាក៏អាចធ្វើការមកជាបាននៅ God of PC បានដូចគ្នាហើយសម្រាប់កន្លែងគាត់គឺគួរឲ្យទុកចិត្តបានខ្លាំងមែនទែនព្រោះសារគាត់ឈរឈ្មោះមកគឺយូរមែនទែនហ្មងអ្នកគ្នាហើយសម្រាប់ថ្ងៃដែលគាត់សម្ពោធនោះគឺសម្ពោធតាមពីថ្ងៃទី25មកម៉េះអញ្ចឹងមានន័យថាចាប់ពីថ្ងៃហ្នឹងទៅគឺអ្នកគ្នាអាចធ្វើការទៅចូលរួមក៏ដូចជាធ្វើការទៅទិញជាមួយនឹងឲ្យបានគឺនៅកន្លែងគាត់បានយកហ្មងហើយសម្រាប់នឹងក្នុងថ្ងៃហ្នឹងដែរគឺដូចគ្នាបានឃើញនៅក្នុងវីដេអូអញ្ចឹងគឺមានជាមួយនឹង activity គឺច្រើនមែនទែនហ្មងជាពិសេសមកគឺមានជាមួយនឹងរបាំត្រុតដែលជារបាំរបស់ខ្មែរយើងគឺជាមួយនឹងរបាំគឺលយមែនទែនហើយជាពិសេសគឺមានជាមួយនឹង lucky draw អីផ្សេងៗជាមួយនឹងការចាប់យកជាមួយនឹងវ័នហើយសម្រាប់វ័នហ្នឹងខ្ញុំគិតថាមិនមែនតែថ្ងៃដែលសម្ពោធហ្នឹងទេខ្ញុំគិតថានៅថ្ងៃមុខក៏គាត់នៅតែមានដែរព្រោះដោយសារតែសម្រាប់កន្លែងគាត់ហ្មងដូចនិយាយអញ្ចឹងគឺគាត់តែងតែមាន promotion អីល្អៗគាត់មានជាមួយនឹង activity ល្អៗសម្រាប់ម៉ូយរបស់គាត់អីចឹងទៅហើយជាពិសេសមកគឺជាមួយនឹងការ collab ជាមួយនឹង brand MSI នេះគឺធ្វើឲ្យជាមួយនឹងប្រើ laptop ឬមកក៏ប្រើ computer build computer អីផ្សេងៗគឺដឹងតែតិចចិត្តស្ដូកអញ្ចឹងម្ដងទៀតសម្រាប់អ្នកគាត់ចង់បាន laptop ឬមកក៏ចង់ build ជាមួយនឹង computer អីផ្សេងៗដែលចង់បានជាមួយនឹង brand MSI ហ្នឹងគឺកុំភ្លេចជាមួយនឹង God of PC អ្នកគ្នាអត់ពិបាករកទីតាំងទេគ្រាន់តែ search នៅក្នុង Google Map ទៅគឺឃើញយ៉ាងហ្មងស្ទើរតែអាចនិយាយថាអ្នកខ្លះគឺគាត់ស្គាល់ស្រាប់ហើយបាត់ហើយជាពិសេសអ្នកគ្នាក៏អាចទៅលេងកន្លែងគាត់មើលអ្វីបានអីបានដូចគ្នាព្រោះសារបើសិនយើងឆ្ងល់ពីតាក់ទងនឹងគ្រឿងកុំព្យូទ័រអីអាហ្នឹងក៏គាត់ឆ្លើយចេញដែរគាត់អត់ឆ្លើយចេញតែពាក្យពេញរបស់ CPU អីហ្នឹងទេតែបើសួរតែគាត់ដឹងថា CPU ហ្នឹងជាអី RAM ជាអីឬមួយក៏ជាមួយនឹង VGA ជាអីអាហ្នឹងគឺគាត់ដាក់ដឹងហើយព្រោះគាត់រៀបកុំព្យូទ័រ10ឆ្នាំជាងហ្នឹងអញ្ចឹងអ្នកគ្នាឆ្ងល់អ្នកគ្នាសួរហ្នឹងទៅគឺគាត់រស់រាយមែនតើអ្នកគ្នាគឺគាត់អត់មានកោងកាចឬមួយក៏រឹកពីអីទេគឺអ្នកគ្នាអាចទៅការទៅសួរបានទោះបីជាអត់ទិញក៏ដោយតែបើទិញគឺកាន់តែល្អ